អបយៈជំនឿខ្មែរលើសសរកណ្ដាលផ្ទះបើតាមវប្បធម៌និងអបយៈជំនឿខ្មែរជំនឿតាក់ទងនឹងផ្ទះសសរកណ្ដាលឬជារឿយៗគេហៅថាសសរមេដំបូលឬសសរជំនាងផ្ទះចាស់ខ្មែរបុរាណជឿថាសសរកណ្ដាលផ្ទះគឺជាសសរដ៏សំខាន់បំផុតដែលទ្រទ្រង់ផ្ទះទាំងមូលនិងជាកន្លែងដែលម្ចាស់ទឹកម្ចាស់ដីឬជំនាងផ្ទះទេវតាថែរក្សាផ្ទះគង់ប្រថាប់រស់នៅដើម្បីការពារសមាជិកគ្រួសារពីគ្រោះថ្នាក់និងពពួកព្រាយបិសាចអមនុស្សក្នុងការសង់ផ្ទះបុរាណគេយកចិត្តទុកដាក់ខ្លាំងណាស់លើឈើដែលត្រូវយកមកធ្វើជាសសរកណ្ដាលគេហាមដាច់ខាតមិនឲ្យយកឈើណាដែលមានប្រហោងឈើពីប្រគៀបឬឈើដែលធ្លាប់មានសត្វធ្វើសម្បុកឬរន្ទះបាញ់ឡើយព្រោះជឿថានឹងនាំចង្រៃនិងភាពអាក្រក់ដល់អ្នករស់នៅក្នុងផ្ទះទាំងអស់គេច្រើនហាមកូនចៅមិនឲ្យអង្គុយផ្អែកខ្នងឬយកជើងទៅធាក់សសរកណ្ដាលផ្ទះឡើយព្រោះចាត់ទុកជាការមិនគោរពដល់ទិសតំបន់និងទេវតាថែរក្សាផ្ទះដែលអាចធ្វើឲ្យបាត់បង់លាភសំណាងនិងប្រមាថដល់ទេវតាថែរក្សាផ្ទះនៅពេលលើកសសរផ្ទះដំបូងគេតែងតែធ្វើពិធីសែនព្រេននិងយកក្រណាត់ពណ៌ក្រហមឬសំពត់ប៉ាក់ទៅចងនៅចុងសសរកណ្ដាលដើម្បីជាកិច្ចគោរពបូជាសុំសេចក្តីសុខសប្បាយនិងភាពត្រជាក់ត្រជុំជួនកាលប្រសិនបើសសរកណ្ដាលផ្ទះធ្វើពីឈើមិនល្អឬឈើមានប្រវត្តិមិនច្បាស់លាស់គេជឿថាអាចមានព្រលឹងនាងធ្នង់ឬម្រេងកុំវាលសន្ធិដ្ឋនៅដែលជារឿយៗអាចបង្កជាសំឡេងគោះសំឡេងយំឬដើរកាត់ផ្ទះនាពេលយប់ស្ងាត់ក្នុងថ្ងៃមួយនារាត្រីខែភ្លឺបាំងពពកខ្យល់រំភើយបោកបក់មកប៉ះស្លឹកដូងឮសូររិញរិញគួរឲ្យព្រឺសម្បុរនៅក្នុងផ្ទះឈើបុរាណមួយខ្នងដែលសង់ខ្ពស់ផុតពីដីស្ថិតនៅដាច់ស្រយាលពីភូមិមានគ្រួសារមួយទើបតែរើមកកែប្រែរស់នៅបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះផ្ទះនេះមើលទៅមាំទាំប៉ុន្តែនៅចំកណ្ដាលផ្ទះមានសសរឈើដ៏ធំមួយខុសប្លែកពីសសរដទៃវាជាសសរកណ្ដាលផ្ទះឬសសរមេដំបូលដែលចាស់តែងដំណាលថាជាបង្គោលដួងប្រលឹងផ្ទះនិងជាកន្លែងគង់ប្រថាប់នៃជំនាញផ្ទះទោះជាយ៉ាងណាគ្រួសារនោះមិនសូវជាខ្វល់ខ្វាយនឹងបំរាមបុរាណឡើយយប់នោះដោយសារភាពហត់នឿយនឹងការងារស្រែចម្ការបុរសជាប្តីបានដើរទៅអង្គុយទម្លាក់ខ្លួនហើយយកខ្នងផ្អែកទៅនឹងសសរកណ្ដាលផ្ទះនោះយ៉ាងប្រហើនថែមទាំងយកជើងធាក់ទៅលើគល់សសរដើម្បីទប់លំនឹងទៀតផងប្រពន្ធរបស់គាត់ឃើញដូច្នោះក៏ឧទានខាត់ទាំងភ័យខ្លាចបងកុំធ្វើបែបនឹងអីចាស់ហាមដាច់ខាតមិនឲ្យអង្គុយផ្អែកខ្នងឬយកជើងធាក់សសរជំនាញផ្ទះទេវាបាត់បង់លាភជ័យនិងអាចធ្វើឲ្យម្ចាស់ទឹកម្ចាស់ដីខឹងសម្បាបុរសជាប្តីបានសើចហួសចិត្តរួចតបអបិយជំនឿឥតន័យគ្រាន់តែឈើមួយដើមសោះមានអីត្រូវខ្លាចចរចាមិនតាន់ផុតពីមាត់ផងស្រាប់តែភ្លើងចង្គៀងប្រេងកាតដែលកំពុងបំភ្លឺក្នុងផ្ទះរលត់វឹកមួយរំពេចខ្យល់ត្រជាក់ស្រាប់មួយប្រភពបោកកាត់ផ្ទៃមុខពួកគេទាំងដែលទ្វារបង្អួច
ត្រូវបានបិទចិត្តភាពងងឹតស្លុបបានគ្របដណ្ដេញនៅក្នុងភាពស្ងាត់ជ្រងំសំឡេងដ៏គួរឲ្យរន្ធត់មួយបានចាប់ផ្ដើមលឺឡើងចេញមកពីក្នុងឈើសសរកណ្ដាលផ្ទះនោះផ្ទាល់ក្រាក់គូវាជាសំឡេងដូចមាននរណាម្នាក់កំពុងយកក្រចកមុតស្រួចកោកខ្វាច់យ៉ាងខ្លាំងពីខាងក្នុងឈើបុរសជាប្តីនិងប្រពន្ធដេកអោបគ្នាញ័រទ្រទ្រើកនៅលើគ្រែមិនយូរប៉ុន្មានសំឡេងកោសឈើក៏ប្រែជាសំឡេងធ្ងន់យំយ៉ាងខ្សិចខ្សួលរបស់នារីម្នាក់សំឡេងនោះឮកាន់តែច្បាស់ឡើងរហូតដល់គល់សសរកណ្ដាលផ្ទះចាប់ផ្ដើមមានឈាមពណ៌ខ្មៅស្រអាប់ហូរជ្រាបចេញមកតាមក្រហមឈើភ្នែករបស់ពួកគេទាំងពីរស្ទើរតែលៀនចេញមកក្រៅនៅពេលដែលឃើញស្រមោលខ្មៅស្រអាប់ខ្ពស់អើតឡោតវាថយក្រោយចេញពីក្នុងសសរឈើនោះយឺតវាជារូបរាងស្រីសក់រំភាយមុខមាត់ខូចខាតខ្លឡែកសម្លឹងមកចំពីអ្នកប្តីប្រពន្ធដោយកំហឹងក្រោធពីព្រោះគាត់បានប្រមាថដល់កន្លែងសន្តិដ្ឋរបស់នាងសំឡេងស្រែកលាន់ឮសូរក្រឡូពេញផ្ទះឯងហ៊ានធាក់យើងមុននឹងពួកគេអាចស្រែករកគេជួយស្រមោលប្រលឹងសសរកណ្ដាលផ្ទះនោះបានលាតដៃវែងអន្លាយមកច្របាច់កបុរសជាប្តីលើកឡើងទៅលើអាកាសខ្យល់ដង្ហើមរបស់សុខកាន់តែថយចុះរាងកាយញ័រជើងភ្នែកត្រឡប់ព្រោះតែអំណាចនៃការប្រមាថអបិយជំនឿដែលមើលមិនឃើញចាប់តាំងពីយប់នោះមកផ្ទះឈើក្នុងនោះត្រូវបានគេបោះបង់ចោលហើយអ្នកភូមិតែងតែឮសំឡេងយំនិងសំឡេងកោសឈើចេញពីសសរកណ្ដាលផ្ទះនោះរៀងរាល់យប់ថ្ងៃសៅរ៍